បន្ទាប់ពីខ្ញុំបានធ្វើវីដេអូទាក់ទងទៅនឹងជំនាញរដ្ឋបាលសាធារណៈដែលខ្ញុំបានយកទៅ post នៅក្នុង YouTube Channel របស់ខ្ញុំក៏មានបងប្អូនម្នាក់ក៏បានចូល comment នៅក្នុងវីដេអូរបស់ខ្ញុំដែលគាត់បាននិយាយថាគាត់ស្រឡាញ់ជំនាញហ្នឹងណាស់ប៉ុន្តែគាត់ឮគេនិយាយប្រាប់គាត់ថារៀនជំនាញផ្នែកហ្នឹងចង់ចូលធ្វើការបានគឺតែមានខ្សែអញ្ចឹងខ្ញុំសូមធ្វើការឆ្លើយតបទៅគាត់ខ្ញុំគិតថាគាត់ប្រហែលជាបងប្អូនខ្ញុំទេអាចថាជាសិស្សបងប្អូនជំនាន់ក្រោយទេអញ្ចឹងខ្ញុំក៏ចង់ជម្រាបជូនថាក្នុងនាមខ្ញុំក៏ជាអ្នករៀនជំនាញផ្នែកហ្នឹងដែរដោយសារនិយាយខ្លីទៅជំនាញផ្នែករដ្ឋបាលសាធារណៈហើយនីតិសាស្ត្រនេះគេថាជាក្រុមអ្នកច្បាប់ដូចគ្នាគ្រាន់ថាវាមានចំណុចខុសគ្នាអាចថា 40% ដូចគ្នា 60% ទៅហើយជំនាញទាំងពីរហ្នឹងណាជាទូទៅឆ្នាំទី1ទី2គេរៀនដូចតែគ្នានឹងហើយឆ្នាំទី3ក៏មានមុខវិជ្ជាពាក់ព័ន្ធគ្នាច្រើនអញ្ចឹងខ្ញុំសូមនិយាយជារួមដោយសារពាក្យហ្នឹងមិនមែនគេនិយាយតែផ្នែករដ្ឋបាលទេជាទូទៅគេនិយាយទាំងផ្នែកនីតិសាស្ត្រទាំងរដ្ឋបាលសាធារណៈទាំងជាសាស្ត្រនយោបាយទាំងតំណែងអន្តរជាតិគេតែងតែនិយាយថារៀនជំនាញទាំងប្រមាណមុខហ្នឹងដែលជាជំនាញវិទ្យាសាស្ត្រសង្គមហ្នឹងរៀនហើយគឺអត់ការងារធ្វើជាពិសេសគឺគេនិយាយជារួមគឺរៀនច្បាប់ហ្មងដែលរៀនច្បាប់ហ្នឹងគឺក៏ដោតចូលទាំងនីតិសាស្ត្រទាំងរដ្ឋបាលសាធារណៈអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបកស្រាយបន្តិចក្នុងនាមខ្ញុំក៏ជាអ្នករៀនជំនាញផ្នែកតាក់ទងផ្នែកច្បាប់ផ្នែករដ្ឋបាលហ្នឹងដែរខ្ញុំគ្រាន់តែចង់ជម្រាបជូនថាមិនមែនតែជំនាញផ្នែកច្បាប់ហើយនិងផ្នែករដ្ឋបាលហ្នឹងទេដែលរៀនហើយអត់មានការងារធ្វើនោះវាមានជំនាញជាច្រើនដែលរៀនហើយអត់មានការងារធ្វើហើយរៀនហើយអត់មានការងារធ្វើក្នុងករណីដែលយើងរៀនហើយមិនចេះយកចំណេះមកប្រើការមិនកើតក្នុងករណីដែលយើងរៀនមិនចេះហើយយកចំណេះមកប្រើការមិនកើតមិនថាជំនាញណាទេគឺច្បាស់ណាស់យើងអត់ការងារធ្វើហើយទោះបីជាមានការងារធ្វើក៏ការងារយើងវារៀងលំបាកតិចដែរដោយសារយើងអត់មានសមត្ថភាពអញ្ចឹងអាកំណត់ប្រាក់បៀវត្សក៏ដូចជាឱកាសនេះក៏វាមានតិចជាងគេជាងឯងដែរខ្ញុំនិយាយនេះមិនមែនថាអួតអាងថាខ្លួនឯងរៀនជំនាញផ្នែកយ៉ាងដែរមានការងារធ្វើមើលស្រាលអ្នកដទៃទេប៉ុន្តែជាការពិតហើយបើចំពោះជំនាញផ្នែករដ្ឋបាលសាធារណៈហើយនីតិសាស្ត្រជាសោតវាជាជំនាញទ្រឹស្ដីដែលយើងត្រូវយកមកវិភាគទីសោតបើសិនបើយើងរៀនមិនចេះទេគឺវាពិបាកខ្លាំងមែនតើដោយសារអីវាខុសពីជំនាញដែលគេអនុវត្តផ្ទាល់ដូចខាងគណនេយ្យអីគេរៀនបណ្ដាលគេអនុវត្តផ្ទាល់បណ្ដាលទោះបីមិនចេះអីសោះក៏គេអាចធ្វើបានច្រើនដែរតែបើចំពោះជំនាញផ្នែកទ្រឹស្ដីដែលយើងរៀនដូចជាផ្នែកច្បាប់ផ្នែករដ្ឋបាលសាធារណៈវិទ្យាសាស្ត្រនយោបាយនេះវិញបើសិនបើយើងខ្ជិលអានខ្ជិលវិភាគខ្ជិលគិតយើងរៀនឲ្យតែចប់គ្រប់មុខវិជ្ជារៀនឲ្យតែបានគឺច្បាស់ណាស់រៀនចប់ហើយវាអត់ការងារធ្វើវាជាការពិតហើយតើតើការងារក៏ចឹងដែរវាអត់គ្រប់ជំនាញមិនថាតែរដ្ឋបាលសាធារណៈមិនថាតែវិទ្យាសាស្ត្រនយោបាយមិនថាតែផ្នែកច្បាប់ឬក៏ផ្នែកអីក៏ដោយជាធម្មតាទេរឿងខ្សែវាមានអត្ថប្រយោជន៍ហើយនិយាយទៅជារួមរឿងមានខ្សែវាមានអត្ថប្រយោជន៍ហើយប៉ុន្តែចុះសួរថាចុះបើយើងអត់មានខ្សែធ្វើម៉េចបើយើងអត់មានខ្សែយើងយកចំណេះយើងធ្វើជាដើមទុនធ្វើជាខ្សែទៅគេរៀនមិនចេះតែគេមានម៉ែឪគេធ្វើការហ្នឹងគេបំផុតទេម៉ែឪគេចាត់ចែងឲ្យមិនតែគេយើងក៏ដោយបើសិនជាឧបមាថាយើងធ្វើការនៅកន្លែងហ្នឹងយើងមានមុខតំណែងតួនាទីច្បាស់ណាស់កូនយើងច្បាស់ជាចង់ឲ្យវាមកបន្តហើយចាហ្នឹងវាជារឿងទូទៅហើយប៉ុន្តែសួរថាចុះបើយើងមិនមានខ្សែយើងធ្វើម៉េចយើងខំយកចំណេះដឹងយើងឲ្យមានចំណេះជំនាញពិតប្រាកដយកចំណេះយើងមកធ្វើជាខ្សែទៅខ្ញុំសូមលើកឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់លើកឧទាហរណ៍អ្នកដទៃទេចំណុចហ្នឹងភាសាខ្លួនខ្ញុំផ្ទាល់ក៏ជាអ្នករៀនជំនាញផ្នែកហ្នឹងហើយក៏ខ្ញុំលើកពាក្យហ្នឹងច្រើនដែរប៉ុន្តែខ្ញុំនៅតស៊ូពុះពៀររហូតដល់រៀនចប់ហើយមានការងារធ្វើហើយខ្ញុំមានការងារធ្វើតាំងតែនៅជានិស្សិតឆ្នាំទី1ឆ្នាំទី2ហើយការងារត្រូវជំនាញទីមិនមែនការងារខុសជំនាញទេណាអញ្ចឹងបើសិនជានិយាយថាខ្ញុំតតែនិយាយថាតតែមានខ្សែទៅអាចធ្វើការងារបានជាស្ដែងខ្ញុំគ្មានខ្សែខាងហ្នឹងផងអាចទៅសួរញាតិមិត្តបងប្អូននៅក្នុងភូមិខ្ញុំបានខ្ញុំនៅភូមិព្រៃរំដេងឃុំអង្គតសោមសុកតាមកក់ខេត្តតាកែវនេះជិតផ្សារអង្គតសោមអាចទៅសួរបានទៅសួរលោកគ្រូអ្នកគ្រូដែលបង្រៀនខ្ញុំនៅវិទ្យាល័យសុកអានឧស្សាហ៍បានអាចទៅសួរអ៊ំខ្ញុំដែលជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យសុកអានឧស្សាហ៍បានអាចទៅភូមិខ្ញុំនៅភូមិព្រៃរំដេងប្រាប់តែកូនពួកអាត់ EV ទៅគេស្គាល់ហើយអ្នកធ្វើនំបញ្ចុកសួរមើលខ្ញុំមានខ្សែរយៈខាងណាទៅការផ្នែកហ្នឹងអត់មានទេចុះសួរថាហេតុអីក៏ខ្ញុំអាចធ្វើការងារហ្នឹងបានយើងសង្កេតមើលទៅវិញមើលហើយខ្វះអីមិត្តភក្តិខ្ញុំមួយកណោដែលក៏អត់មានខ្សែរយៈសោះចេញពីកូនអ្នកក្រៅខ្សោយដូចគ្នាមិត្តភក្តិខ្ញុំខ្លះធ្វើការតាមក្រសួងស្ថាប័នធំៗជាច្រើនខ្ញុំលើកឧទាហរណ៍មិត្តភក្តិខ្ញុំថាប់នោះគាត់ធ្វើការនៅក្រសួងកសិកម្មមិត្តភក្តិម្នាក់ទៀតនោះគាត់ធ្វើការនៅក្រសួងពាណិជ្ជកម្មហើយពួកគាត់សឹកតែកូនអ្នកក្រខ្សត់ចាប់យើងដូចខ្ញុំទៀតមិត្តភក្តិម្នាក់ទៀតនោះធ្វើទាហាននោះចូលតាំងពីពលទាហានមកដល់ឥឡូវបានឡើងដល់សាក់2សាក់3ដែរតស៊ូចាប់យើងដូចគ្នាដែរហើយម្នាក់ទៀតនោះដូចជាធ្វើការនៅសាលាឃុំដែរ
មានច្រើនមិត្តភក្តិខ្ញុំដែលជាកូនអ្នកក្រខ្សត់មែនទេខ្ញុំមិននិយាយកូនគេអ្នកទូធាអ្នកទូធាវាតែធម្មតារឿងសោកប៉ាំងវាអត់ចោលទេចុះសួរថាចុះបើយើងអត់ចង់សោកហើយយើងអ្នកក្រអត់មានលទ្ធភាពសោកប៉ាំងដូចគេយើងយកចំណេះយើងឲ្យមានទៅអាចចំណេះដឹងដែលយើងមានហ្នឹងវាស្មើលុយរាប់សិបម៉ឺនដុល្លារសម្រាប់យកទៅសោកសម្រាប់អនាគតយើងហើយឯងគេអត់ចេះគេយកលុយទៅសោកយើងចេះយើងយកចំណេះយើងទៅប្រើទៅឆោតអីការងារហ្នឹងយើងចូលក៏យើងចូលការងារផ្សេងមួយទៀតហើយបើថាយើងស្រឡាញ់អាហ្នឹងខ្លាំងណាស់យើងចូលអាផ្សេងហ្នឹងទៅចាំផ្ទេមកតាមក្រោយធ្វើអីក៏ដោយត្រូវទៅផ្លូវក្រោយយើងកុំគិតតែមួយផ្លូវត្រូវមានជំរើសធ្វើអីក៏ដោយឲ្យមានជំរើសកុំទុកតែមួយផ្លូវបំបត្តិខ្លួនឯងចាអាមួយផ្លូវធ្វើអត់បានយើងបាក់ទៅចិត្តអញ្ចឹងធ្វើអីក៏ដោយត្រូវមានជំរើសអូខេអញ្ចឹងខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងចង់ប្រាប់ថាមិនមែនថាតតែមានខ្សែទេវាជារឿងធម្មតាមានខ្សែវាមានការងារធ្វើអញ្ចឹងឯងដូចខ្ញុំអញ្ចឹងឧបមាថាខ្ញុំមានការងារធ្វើល្អមានមុខតំណែងធំដែលអាចជឿទៅបងប្អូនកូនក្មួយខ្ញុំឲ្យមកធ្វើការបានច្បាស់ណាស់ខ្ញុំឲ្យគាត់មកធ្វើការប៉ុន្តែខ្ញុំខុសគេទោះបីជាខ្ញុំឲ្យពួកគាត់មកធ្វើក៏មិនឲ្យកាន់តំណែងធំដែរបើមិនពួកគាត់មិនចេះខ្ញុំលើកឧទាហរណ៍ណាឧបមាខ្ញុំជាអគ្គនាយកម្នាក់ឬក៏ប្រធានអង្គភាពមួយដែលមានសិទ្ធិទៅបុគ្គលិកមកធ្វើការច្បាស់ណាស់ខ្ញុំយកបងប្អូនកូនក្មួយខ្ញុំដែលរៀនជំនាញចំណេះពាក់ព័ន្ធមួយផ្នែកហ្នឹងយកមកធ្វើការអត់ចម្លែកតែសួរថាបើសិនយើងអត់មានសាច់ញាតិធ្វើការខាងហ្នឹងអត់មានខ្សែធ្វើម៉េចយកចំណេះដឹងដែលយើងមានទៅធ្វើជាខ្សែធ្វើជាដើមទុនគ្រាន់ចង់បញ្ជាក់ប៉ុណ្្នឹងឯង